ការដែលយើងចេះជ្រើសរើសរបបអាហារក្នុងការហូបចុកប្រចាំថ្ងៃវាជារឿងសំខាន់ហើយអាហារដែលយើងបរិភោគប្រចាំថ្ងៃបានល្អគឺវាជាឱសថល្អបំផុតសម្រាប់ព្យាបាលខ្លួនរបស់យើងឧទាហរណ៍បងប្អូនចេះជ្រើសរើសយកបន្លែផ្លែឈើផ្សេងៗដែលពុំមានជាតិខ្លាញ់អាក្រក់មកធ្វើជាអាហារប្រចាំថ្ងៃវាគឺជាឱសថទិព្វដើម្បីកម្ចាត់នូវជាតិខ្លាញ់អាក្រក់ដែលមាននៅក្នុងសរសៃឈាមជាពិសេសពពួកកំណកខ្លាញ់ដែលមិនល្អនៅក្នុងសរសៃឈាមអញ្ចឹងវាប្រកាសជានឹងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងនិងជំងឺលើសជាតិខ្លាញ់បាទបងប្អូនក៏ដឹងស្រាប់ហើយថាជំងឺដែលកើតច្រើនជាងគេនៅពេលបច្ចុប្បន្ននេះគឺជំងឺដែលបណ្ដាលមកពីលើសជាតិខ្លាញ់ហ្នឹងឯងដូចជាជំងឺគាំងបេះដូងដាច់សរសៃឈាមខួរក្បាលបាទជំងឺទឹកនោមផ្អែមលើសសម្ពាធឈាមជាដើមបាទហើយទាំងអស់នេះគឺជាក្រុមអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ល្អដែលខ្ញុំនឹងរៀបរាប់ជូនបងប្អូនទាំងអស់គ្នាស្ដាប់នៅពេលបន្តិចទៀតនេះបាទក្រុមទី1គឺអាហារដែលជួយសម្អាតសរសៃឈាមជួយជម្រះជាតិខ្លាញ់ពីក្នុងសរសៃឈាមនិងកាត់បន្ថយការរលាកនោះគឺត្រីដែលមានសារជាតិខ្លាញ់បាទ fatty fish ដូចជាត្រីសាម៉ុនឬត្រី mackerel ដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ omega 3ជួយកាត់បន្ថយការរលាកនិងទប់ស្កាត់ការកកស្ទះជាតិខ្លាញ់នៅសរសៃឈាមមួយទៀតគឺជាផ្លែបឺរសម្បូរទៅដោយខ្លាញ់ល្អដែលជួយកាត់បន្ថយ cholesterol គឺ cholesterol អាក្រក់មួយទៀតគឺគ្រាប់ធញ្ញជាតិជាពិសេសគឺគ្រាប់ walnut ដែលមានជាតិសរសៃនិងវីតាមីន E ជួយឲ្យជញ្ជាំងសរសៃឈាមមានការទន់និងបត់បែនបានល្អបាទហើយក្រុមទី2គឺបន្លែនិងផ្លែឈើដែលជួយដល់សម្ពាធឈាមបន្លែស្លឹកបៃតងជូរដូចជាស្ពៃជើងទាស្ពៃខាត់ណាខៀវដែលមានជាតិប៉ូតាស្យូមខ្ពស់ជួយគ្រប់គ្រងសម្ពាធឈាមផ្លែ berry សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារសរសៃឈាមពីការខូចខាតខ្ទឹមសមានផ្ទុកសារជាតិ allicin ដែលជួយឲ្យសរសៃឈាមរីកធំនិងសម្រួលដល់លំហូរឈាមទី3អត្ថប្រយោជន៍បន្ថែមសម្រាប់រាងកាយទាំងមូលដោយតែអ្នកបានលើកឡើងការញ៉ាំអាហារទាំងនេះមិនត្រឹមតែជួយផ្ដល់ផលល្អដល់បេះដូងប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងជួយទៅលើស្បែកនិងសក់ទទួលបានសំណើមពីខ្លាញ់ល្អនិងពពុះវីតាមីនថាមពលកម្រិតជាតិស្ករនៅក្នុងឈាមមានស្ថិរភាពធ្វើឲ្យអ្នកមិនទទួលបាននូវភាពនឿយហត់ឡើយការស្រូបយកសារធាតុចិញ្ចឹមខ្លាញ់ល្អជួយឲ្យរាងកាយស្រូបយកនូវវីតាមីន A, D, E និង K បានកាន់តែប្រសើរទាំងនេះគឺជាអ្វីដែលខ្ញុំចង់ចែករំលែកតាមរយៈវីដេអូមួយនេះគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចេះជ្រើសរើសរករបបអាហារដែលមានផាសុកភាពបាទអញ្ចឹងរបបអាហារក៏ជាឱសថដ៏ល្អបំផុតសម្រាប់ជួយព្យាបាលជំងឺរបស់បងប្អូនបាទដូចជាអ្វីដែលខ្ញុំបានលើកឡើងខាងដើមគឺវាពិតជាឱសថមួយដើម្បីជួយជំរុះជាតិខ្លាញ់អាក្រក់ចេញពីក្នុងសរសៃឈាមធ្វើឲ្យសុខភាពសរសៃឈាមបេះដូងល្អបាទប្រាសចាកពីជំងឺផ្សេងទៀតចុងក្រោយខ្ញុំបាទអត់មានអីទៀតទេមានតែសូមឲ្យបងប្អូនជួយបន្តការមើលនៅវីដេអូរបស់ខ្ញុំហើយនឹងជួយចុច Subscribe ដល់ Channel របស់ខ្ញុំបាទជាចុងក្រោយបាទខ្ញុំបាទសូមជម្រាបលា